សូមបានដាក់គោលនយោបាយមួយផ្ទៃក្នុងហើយគឺយើងមិនពង្រីកអាជ្ញាប័ណ្ណថ្មអាបន្ថែមទៀតទេក្នុងរយៈពេលចំពោះមុខដោយសារយើងចង់ឲ្យសមាគមប្រើប្រាស់ធនធានបច្ចុប្បន្ននេះជាមួយនឹងការដាក់ទុនរួចហើយគឺខិតខំធ្វើម៉េចប្រើប្រាស់ធនធានឲ្យអស់សក្តានុពលសិនចឹងហើយមានក្រុមហ៊ុនខ្លះបានដាក់សំណើមកក្រសួងដើម្បីសុំអាជ្ញាប័ណ្ណថ្មអាថ្មីចឹងក្រសួងដាក់គោលការណ៍ថាប្រសិនបើអាជ្ញាប័ណ្ណថ្មីនេះជាប្រភេទថ្មដូចគ្នាហើយដែលប្រភេទថ្មនេះយើងមានច្រើនហើយដែលមិនទាន់ប្រើប្រាស់សក្តានុពលនេះអស់នៅឡើយទេអញ្ចឹងយើងមិនទាន់បើកផ្លូវឲ្យមានការបញ្ចេញអាជ្ញាប័ណ្ណទៀតទេនេះគឺជាការទទួលស្គាល់នៅការប្រឈមរបស់យើងរួមទីផ្សារចង្អៀតហើយយើងបានដាក់ទុនច្រើនហើយបើអញ្ចឹងគឺរដ្ឋាភិបាលគ្រប់គ្រងសមាគមនេះដើម្បីឲ្យប្រើប្រាស់ទុនដែលបានវិនិយោគហើយនេះអស់លទ្ធភាពបើមិនអញ្ចឹងទេគឺថាដាក់ទុនថ្មីមកអ្នកចាស់លក់មិនដាច់អ្នកថ្មីមកថែមទៀតក៏លក់មិនបានច្រើនអញ្ចឹងទាំងអស់គ្នាអត់មានណាឈ្នះទេគឺចាញ់ទាំងអស់គ្នាក្នុងសភាពការដែលលំបាកទីផ្សារដែលលំបាកគឺយើងរក្សាប៉ុណ្ណឹងឲ្យសមាគមយើងដំណើរការឲ្យពេញដៃពេញជើងទៅខ្ញុំគិតថាក្នុងរយៈពេល3ទៅ5ឆ្នាំខាងមុខប្រសិនបើយើងប្រឹងទាំងអស់គ្នាយើងអាចស្ដារយើងអាចកសាងសមត្ថភាពរបស់សមាគមឲ្យកាន់តែរឹងមាំទាំងផ្នែកការគ្រប់គ្រងអាជីវកម្មរឹងមាំទាំងផ្នែកការរកទីផ្សារហើយរឹងមាំទាំងការធ្វើពិពិធកម្មនៃផលិតផលរបស់យើងដូច្នេះថ្ងៃនេះខ្ញុំសូមលើកតែ2 3ចំណុចទេទី1គឺដាច់ខាតក្នុងគោលការណ៍រួមរបស់យើងការបង្កើតសមាគមជាមួយនឹងការគ្រប់គ្រងនេះសមាគមរបស់យើងដាច់ខាតត្រូវតែខិតខំជាមួយរដ្ឋាភិបាលដើម្បីធ្វើឲ្យការធ្វើអាជីវកម្មថ្មអានេះคล้ายទៅជារបៀបឈ្នះទាំងអស់គ្នាមានន័យថាមិនបើហៅតែឈ្នះសមាគមរកទីផ្សារបានរកចំណូលបានហើយសមាគមត្រឡប់មកវិញត្រូវធ្វើឲ្យប្រទេសនេះឈ្នះជាមួយសមាគមមានន័យថាបង្កើតការងារឲ្យច្រើនឲ្យពលករឲ្យកម្មករយើងដែលជាខ្មែរនៅក្នុងស្រុកអតិភិបទី2ត្រូវខិតខំធ្វើម៉េចដើម្បីការធ្វើកិច្ចការអាជីវកម្មនេះគោរពបាននៅបទដ្ឋានបរិស្ថានដែលយើងបានបដិញ្ញាគោរពត្រូវការពារបែបបទក្រមសុវត្ថិភាពក្នុងការធ្វើការងារបង្កាត់បន្ថយគ្រោះថ្នាក់ដល់កម្មការនីខ្មែរដែលធ្វើកិច្ចការនេះអញ្ចឹងបញ្ហាសុវត្ថិភាពបញ្ហាបរិស្ថានគឺជាបញ្ហាដែលយើងត្រូវតែខិតខំធ្វើម៉េចការពារឲ្យបានហើយទី2នៅពេលដែលសមាគមមានការរីកចម្រើនយើងចង់បានសមាគមនឹងបំពេញកាតព្វកិច្ចពន្ធដារពន្ធកសុយសាលឲ្យត្រឹមត្រូវអាហ្នឹងខ្ញុំសូមដាក់ការសង្កត់បញ្ហាហ្នឹងហើយប្រសិនបើបងត្រឹមត្រូវហើយសមាគមមានការលំបាករត់មកររដ្ឋាភិបាលដើម្បីមើលបញ្ហាប្រឈមដូច្នេះជាបន្ទាត់នៃការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតរបស់ក្រសួងរាយសម្ព័ន្ធរបស់អាយដាមអគ្គបណ្ឌិតសភាចាបងប្អូនវិរដ្ឋគឺយើងត្រៀមប្រើប្រាស់គោលនយោបាយទាំងអស់ដើម្បីជួយគ្រប់គ្រងសមាគមសូមកុំបារម្ភសូមបន្តដាក់ទុនសូមបន្តវិនិយោគទៅលើការបដិបត្តិបច្ចេកទេសជំនាញឲ្យបុគ្គលិកខ្លួនឯងព្រោះនេះគឺជាការវិនិយោគវែងឆ្ងាយយុទ្ធសាស្ត្រហើយបើធ្វើទៅហើយនៅតែមានការលំបាករត់មករកគ្នាយើងកែទៀតបើសិនចាំបាច់ប៉ុន្តែមិនអនុញ្ញាតឲ្យមានការរកស៊ីកញ្ចក់កដៀតវៀងក្រៅប្រព័ន្ធច្បាប់មិនត្រឹមត្រូវនោះទេអ្នកណារកស៊ីមិនត្រឹមត្រូវគឺថាយើងនឹងចាត់ការហ្នឹងសូមនិយាយត្រង់យើងនឹងចាត់ការហើយបើធ្វើការត្រឹមត្រូវហើយនៅតែមិនរស់មករកគ្នាយើងដាច់ខាតធ្វើឲ្យរស់រវាងវិស័យឯកជនមួយដែលមានការស្មោះត្រង់ជាមួយរដ្ឋាភិបាលមួយក៏ដាក់ឆន្ទៈស្មោះត្រង់ប្រូបដាក់ជាមួយគ្នាខ្ញុំជឿជាក់ថាយើងអាចរកផ្លូវរីកចម្រើនឲ្យប្រទេសនេះបានជឿអញ្ចឹងទេនៅក្នុងប្រទេសកម្ពុជាយើងនៅមានសក្តានុពលច្រើនណាស់ខាងក្រៅក៏ច្រើនខាងក្នុងប្រទេសក៏ច្រើនអញ្ចឹងផលិតផលថ្មអាត្រូវតែយកទៅច្នៃឲ្យបានទៅជាតម្លៃបន្ថែមច្រើនទៀតខ្ញុំចង់ឲ្យសមាគមបង្កើតក្រុមមួយដើម្បីធ្វើកិច្ចការជាមួយនឹង artist របស់ខ្មែរគឺត្រូវទៅជែកគ្នាជាមួយនឹងអ្នកឆ្លាក់ស្មេថាជាសិល្បកររបស់ខ្មែរអ្នកដែលជំនាញខាងចម្លាក់
ដែលនាំឲ្យថ្មយើងคล้ายទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសដូចជានាំចេញដូច្នេះសូមឲ្យមើលឃើញពីការប្រើប្រាស់វិស័យថ្មអានេះមិនមែនសម្រាប់តែយកសម្ភារៈចេញទេប៉ុន្តែជួយបង្កើតផលិតផលដែលដាក់តម្លៃបន្ថែមច្រើនហើយជាពិសេសផលិតផលដែលប្រើប្រាស់អត្តសញ្ញាណខ្មែរយើងដើម្បីជួយវិស័យទេសចរណ៍ជាចុងក្រោយខ្ញុំគ្មានអីលើសក្រៅតែពីការថ្លែងអំណរគុណចំពោះសមាគមដែលបានខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើងការនាំថ្មអាចេញនេះគឺជាការរកចំណូលឲ្យជាតិការបង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋយើងផងហើយការយកផលិតផលនេះចេញក៏ជាការលើកស្ទួយកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិដែរ